នៅពេលសំណួរដ៏ច្រើនកំពុងត្រូវបានចោទសួរដោយអារម្មណ៍សោកសៅភ័យព្រួយនឹងការឈឺចាប់ចំពោះទង្វើឈានពានរបស់ប្រទេសស៊ីវិល័យមួយដែលកំពុងស្ថិតក្រោមការដឹកនាំដោយវងបិសាចដែលមានរូបរាងជាមនុស្សវានឹងមិនអាចឲ្យយើងទទួលបានចម្លើយស្របនឹងចិត្តយើងភ្លាមៗនោះទេនាថ្ងៃទី4ខែមករាឆ្នាំ2026យើងបានឃើញគណនីទំនាក់ទំនងបណ្ដាញសង្គមមួយដែលមានឈ្មោះថាប៉ូលីប៉ុនដែលបានបង្ហោះខ្លឹមសារមួយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនដែលនេះខ្ញុំសូមអនុញ្ញាតលើកអត្ថបទទាំងមូលយកមកបង្ហាញយើងសុទ្ធតែបានដឹងបានឮនិងបានឃើញពីការស្រែកឈាមស្រវឹងសង្គ្រាមរបស់វងបិសាចនោះយើងសុទ្ធតែបានដឹងបានឮនិងបានឃើញពីការលះបង់និងក្រាញ់នាលរហូតពលីនៅនឹងសមរភូមិរបស់វរៈកងទ័ពរបស់យើងដូច្នេះតើសំណួរណាខ្លះដែលគួរសួរនឹងអាចទទួលបានចម្លើយមួយដែលសមនឹងចិត្តយើងចំពោះខ្ញុំនៅពេលនេះក៏មានសំណួរមួយចំនួនដែរវរៈកងទ័ពខ្ញុំគ្រប់ទិសទីមានសុខទុក្ខយ៉ាងណាហើយបងប្អូនភេសកកំពុងស្ថិតនៅក្នុងសភាពលំបាកឬត្រូវបានជួយសម្រាលប៉ុណ្ណាហើយតើខ្ញុំអាចធ្វើអ្វីបានខ្លះក្នុងកលៈទេសៈនេះដើម្បីប្រទេសជាតិខ្ញុំពិសេសជាការតបស្នងសងគុណចំពោះវរៈកងទ័ពរបស់យើងសំណួរទី3ជាសំណួរដែលរកបានចម្លើយស្របចិត្តខ្លាំងណាស់ក្រោយពីបានចម្លើយហើយខ្ញុំបន្តដំណើររបស់ខ្ញុំដោយគ្មានមន្ទិលអង្គពីតើនៅខ្ញុំបានជឿជាក់ថានឹងជួយកាត់បន្ថយការលំបាកខ្លះរបស់បងប្អូនភេសកយើងឬនឹងជាស្បៀងនៃក្តីស្រឡាញ់និងការដឹងគុណជូនវរៈកងទ័ពយើងនៅទៅតាមការចែករំលែកជាក់ស្ដែងរបស់អ្នកដឹកជញ្ជូននិងបែងចែកដោយគ្មានមន្ទិលខ្ញុំស្នើឲ្យខ្ញុំតាមផ្លូវរហូតខ្ញុំស្នើឲ្យខ្ញុំកណ្ដោជឿមុខ